លោកគ្រូខ្ញុំចង់ជំរាបសួរទៅកាន់លោកគ្រូមួយសំណួរទៀតថាតើបុព្វបុរសខ្មែរយើងឈប់ចារសិលាចារឹកនឹងនៅពេលណាដែរលោកគ្រូបាទយើងត្រឡប់ទៅអ្វីដែលបានសួរខាងដើមថាសិលាចារឹកជាអ្វីសិលាចារឹកគឺជាអត្ថបទដែលសរសេរនៅលើថ្មចាអញ្ចឹងហើយទំនៀមហ្នឹងគឺបន្តរហូតដល់សប្តាហ៍ថ្ងៃអត់ដាច់ទេលុះណាដែលយើងឈប់ចារនៅលើថ្មបានឈប់មានសិលាចារឹកណាគ្រាន់តែមានសម័យខ្លះគឺមានការចារសិលាចារឹកនឹងច្រើនសម័យខ្លះពេលខ្លះវាមានតិចឬក៏វាដាច់មួយរយៈទៅបានមានការសរសេរមានការចារលើថ្មនឹងជាបន្តទៅទៀតហើយយើងឃើញគ្រប់ទីកន្លែងតាមវត្តអារាមតាមសួនសាធារណៈនៅតាមសមិទ្ធផលផ្សេងយើងតែឃើញមានផ្ទាំងថ្មដែលចារនៅលើហ្នឹងចារយ៉ាងហោចណាស់ប្រាប់ពីឈ្មោះកន្លែងហ្នឹងជាកន្លែងអីអ្នកណាអ្នកកសាងមានប្រវត្តិយ៉ាងដូចម្ដេចអីជាដើមណាបាទអស់ទឹកប្រាក់ប្រមាណអីប្រមាណគឺដូចពីបុរាណដែរគឺមានបន្តរហូតប៉ុន្តែបើយើងត្រឡប់មកពិនិត្យមើលទៅលើវិស័យនៃការសិក្សាអ្វីដែលមានថ្មីនេះវាមិនទាន់คล้ายទៅជាកម្មវត្ថុនៅក្នុងការសិក្សានៅឡើយដោយសារតែអ្នកសិក្សាភាគច្រើនសិក្សាទៅលើអត្ថបទលើថ្មឬសាលាចារឹកហ្នឹងចង់ដឹងអំពីព្រឹត្តិការណ៍ពីខ្លឹមសារដែលកើតឡើងនៅសម័យបុរាណណាដូច្នេះហើយបានគេផ្ដោតយកចិត្តទុកដាក់ទៅលើរឿងសម័យនោះច្រើនជាងអ្វីដែលយើងសរសេរនៅពេលបច្ចុប្បន្ននេះ100ឆ្នាំក្រោយ200ឆ្នាំក្រោយវានឹងคล้ายទៅជារបស់ចាស់របស់បុរាណដែលអាចឲ្យយើងដឹងណាពីពេលបច្ចុប្បន្ននេះដោយមនុស្សនៅក្នុងសម័យអនាគតដូចគ្នាដូចយើងមនុស្សបច្ចុប្បន្នយល់ដឹងពីអ្វីដែលបុព្វបុរសយើងសរសេរនៅសម័យមុនដែរចា៎នៅពេលនោះហើយដែលរបស់ទាំងអស់ហ្នឹងคล้ายជាកម្មវត្ថុនៃការសិក្សាទៅអាហ្នឹងវាคล้ายជាវត្ថុបុរាណដូចរបស់ដែលគេចារនៅសម័យបុរាណហ្នឹងពេលហ្នឹងគឺរបស់ហ្នឹងថ្មីហើយយូរទៅវាคล้ายជារបស់បុរាណដែរ